ជំរាបសួរបងប្អូនទាំងអស់គ្នាមានគ្រីស្ទបរិស័ទជាច្រើនពួកគាត់មានការលំបាកក្នុងការលូតលាស់ខាងឯផ្នែកព្រលឹងវិញ្ញាណដោយសារតែគាត់ភ្លេចធ្វើការសាមញ្ញធម្មតាប្រចាំថ្ងៃពីរយ៉ាងនោះគឺការនិយាយទៅកាន់ព្រះជាម្ចាស់ហើយនិងការស្ដាប់សំឡេងរបស់ព្រះអង្គនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញជូនអំពីសារៈសំខាន់នៃការអធិដ្ឋានហើយនិងការអានព្រះគម្ពីរដែលជាគន្លឹះនាំឲ្យជីវិតរបស់គ្រីស្ទបរិស័ទបានលូតលាស់រឹងមាំឡើងខាងឯព្រលឹងវិញ្ញាណចំណុចទី1ការអធិដ្ឋានគឺជាការសាងសង់ទំនាក់ទំនងជាមួយព្រះជាម្ចាស់តែឯទ្រង់បានថយចេញទៅទីស្ងាត់ដើម្បីអធិដ្ឋានវិញព្រះយេស៊ូវជាបុត្រានៃព្រះអង្គបានធ្វើការអធិដ្ឋានជាប្រចាំថ្ងៃការអធិដ្ឋានមិនមែនជាពិធីសាសនានោះទេប៉ុន្តែជាការសាងសង់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ឲ្យចិត្តរបស់យើងជិតស្និទ្ធជាមួយនឹងព្រះអង្គចំណុចទី2ការអានព្រះគម្ពីរជួយឲ្យយើងស្គាល់បំណងព្រះハរតីព្រះជាម្ចាស់ព្រះគម្ពីរទំនុកដំកើងជំពូក119ខ105បានចែងថាព្រះបន្ទូលរបស់ទ្រង់គឺជាចង្កៀងបំភ្លឺដល់ជើងហើយជាពន្លឺបំភ្លឺដល់ផ្លូវទូបង្គំជីវិតរបស់គ្រីស្ទបរិស័ទយើងបានឮការបង្រៀនយើងបានដឹងអំពីបំណងផាតីរបស់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ព្រះអង្គមានបន្ទូលតាមរយៈព្រះគម្ពីរហើយបង្ហាញឲ្យយើងស្គាល់អ្វីជាត្រូវអ្វីជាខុសអ្វីជាការគួរធ្វើអ្វីជាការមិនគួរធ្វើតាមរយៈការអានព្រះគម្ពីរយើងបានដឹងថាព្រះជាម្ចាស់មានបំណងចង់ឲ្យយើងធ្វើអ្វីចង់ឲ្យយើងប្រព្រឹត្តដោយម្ដេចនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗចំណុចទី3ការអធិដ្ឋាននិងការអានព្រះគម្ពីរជួយឲ្យយើងមានកម្លាំងប្រឆាំងទៅនឹងសេចក្តីល្បួងផ្សេងៗនៅក្នុងជីវិតព្រះគម្ពីរម៉ាថាយជំពូក4ខ4បានមានបន្ទូលថាមនុស្សគ្រប់គ្នាមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺត្រូវរស់គ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអូរព្រះមកផងដែរនៅក្នុងជីវិតរបស់យើងរស់នៅយើងមានការខ្វល់ខ្វាយខាងសាច់ឈាមហើយខាងព្រលឹងវិញ្ញាណរបស់យើងក៏យើងត្រូវតែខ្វល់ខ្វាយនោះផងដែរបានជានៅពេលដែលយើងជួបទៅនឹងសក្តីល្បួងឲ្យយើងធ្វើខុសពីបំណងផាតីព្រះគឺយើងត្រូវការប្រាជ្ញាដែលជាមកពីព្រះបន្ទូលរបស់ព្រះហើយមកពីការអធិដ្ឋានដើម្បីឲ្យយើងឆ្លើយតបត្រឹមត្រូវប្រឆាំងទៅនឹងសក្តីល្បួងផ្សេងៗនៅក្នុងជីវិតការអធិដ្ឋាននិងការអានគម្ពីរបានផ្ដល់ឲ្យយើងនៅគំនិតថ្មីដែលមកពីព្រះហើយជួយឲ្យយើងរីកចម្រើនខាងឯសេចក្តីជំនឿហើយឆ្លើយតបទៅនឹងបញ្ហានីមួយៗឬក៏សេចក្តីល្បួងនីមួយៗដោយត្រឹមត្រូវមកពីព្រះជាម្ចាស់ចំណុចទី4ការអធិដ្ឋាននិងការអានគម្ពីរបាននាំមកនូវសន្តិភាពនិងការណែនាំមកពីព្រះជាម្ចាស់ព្រះគម្ពីរភីលីបជំពូក4ខ6ខ7បានចែងថាកុំឲ្យថប់អារម្មណ៍ឬខ្វល់ខ្វាយអំពីស្ថានភាពនៅក្នុងជីវិតឡើយប៉ុន្តែគ្រប់ទាំងការដែលយើងបារម្ភខ្វល់ព្រួយនោះចូលផ្ទេរទៅកាន់ព្រះជាម្ចាស់ឲ្យដឹងអំពីការដែលយើងត្រូវការវិញនៅពេលដែលជីវិតរបស់យើងម្នាក់មានភាពតានតឹងខ្វល់ខ្វាយច្រើនបន្ទុកពេញនៅលើស្មានោះការអធិដ្ឋាននឹងនាំឲ្យយើងមានសន្តិភាពហើយបាននាំឲ្យយើងទៅកាន់ភាពច្បាស់លាស់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ការអធិដ្ឋាននិងការអានព្រះគម្ពីរបានជួយឲ្យយើងធ្វើការសម្រេចចិត្តមានលក្ខណៈសមស្របទៅតាមការណែនាំមកពីព្រះអង្គជីវិតរបស់គ្រីស្ទានដែលរស់នៅដោយមិនមានការអធិដ្ឋាននិងការអានព្រះគម្ពីរប្រៀបដូចជាដើមឈើដែលមិនមានឫសផងដែរសូមរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់ហើយនិយាយទៅកាន់ព្រះអង្គនៅក្នុងសេចក្តីអធិដ្ឋានហើយស្ដាប់ព្រះអង្គតាមរយៈព្រះបន្ទូលរបស់ទ្រង់ដូច្នេះហើយសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាកុំឲ្យភ្លេចនៅការអធិដ្ឋាននិងការអានព្រះគម្ពីរនោះឡើយពីព្រោះទោះបីជាការនេះជាភាពសាមញ្ញដើម្បីនាំយើងទៅកាន់ព្រះជាម្ចាស់ប៉ុន្តែបើសិនបើយើងភ្លេចភាពសាមញ្ញនេះនឹងនាំឲ្យជីវិតខាងព្រលឹងវិញ្ញាណរបស់យើងថមថយបន្តិចម្ដងផ្ទុយទៅវិញ
បើសិនបើយើងរក្សាខ្ជាប់ខ្ជួននៅសេចក្តីអធិដ្ឋាននិងការអានព្រះគម្ពីរនោះយើងប្រៀបដូចជាដើមឈើដែលដុះនៅក្បែរផ្លូវទឹកហើយព្រះអង្គគឺជាប្រភពនៃការផ្ដល់ជីវិតនៅខាងព្រលឹងវិញ្ញាណរបស់យើងឲ្យលូតលាស់ឲ្យរីកចម្រើនកាន់តែច្រើនឡើងប្រសិនបើបងប្អូនពេញចិត្តវីដេអូនេះសូមចុច like និងចុច share ដើម្បីវីដេអូនេះអាចទៅដល់អ្នកផ្សេងទៀតឲ្យគេនឹកចាំអំពីការអធិដ្ឋាននិងការអានព្រះគម្ពីរប្រចាំថ្ងៃផងដែរសូមអរគុណសូមជម្រាបលា